រាងកាយរបស់មនុស្សយើងគ្រប់រូបគឺយើងមិនត្រូវការស្ករច្រើនទេនៅក្នុងមួយថ្ងៃត្រូវការយ៉ាងច្រើនគឺខ្ទង់5ក្រាមនឹងឯងតែបើសិនជាបងប្អូនអ្នកគ្នាញ៉ាំជាតិស្ករទាំងអស់នឹងលើបើបងប្អូនជាមួយនឹងថ្លើមក៏ដូចជាប្រព័ន្ធសាច់ដុំរបស់មនុស្សយើងគឺវាជួយសម្រួលបានរហូតដល់ទៅ500ក្រាមដើម្បីបំរុងនៅប្រើពេលដែលបងប្អូននឹងធ្វើចលនាឬក៏លេងកីឡាក៏ដូចជាការហាត់ប្រាណតែបញ្ហាចោទនៅត្រង់ថាពេលណាដែលបងប្អូនប្រើស្ករបំរុងនេះអត់អស់គឺវាមានបញ្ហាប្រឈមអីខ្លះបងប្អូនជាមួយនឹងរាងកាយរបស់មនុស្សយើងតែកាលណាយើងចេះតែបន្ថែមស្ករលើស្ករបំរុងបន្ថែមដែលយើងប្រើអត់អស់ហ្នឹងអាស្ករស្តុកនៅក្នុងឃ្លាំងរាងកាយរបស់មនុស្សយើងវានឹងបំលែងទៅជាខ្លាញ់ដែលធ្វើឲ្យមនុស្សយើងមានបញ្ហាដុសក្បាលពោះមានបញ្ហាតាក់ទងជាមួយនឹងជំងឺធាត់ឬក៏មានបញ្ហាខ្លាញ់នៅតាមតកេះអីហ្នឹងករណីទាំងអស់ហ្នឹងគឺមានច្រើនមែនទែនមនុស្សនាពេលបច្ចុប្បន្ននេះដែលចូលចិត្តញ៉ាំរបស់ផ្អែមឬក៏ស្ករលើសចំណុះដូច្នេះហើយសម្រាប់បងប្អូនដែលកំពុងតែមើលវីដេអូនេះដែលរាល់ថ្ងៃចូលចិត្តញ៉ាំរបស់ផ្អែមភេសជ្ជៈគ្រឿងកំប៉ុងឬក៏អាហារដែលប្រើស្ករច្រើនមានទម្លាប់មួយព្យាយាមកាត់បន្ថយកុំឲ្យរាងកាយរបស់មនុស្សយើងគឺទទួលបានជាតិស្ករនឹងលើសដែលវាបំលែងទៅជាខ្លាញ់ដែលមានបញ្ហាប្រឈមច្រើនមែនទែននៅពេលបច្ចុប្បន្នហ្នឹងដែលធ្វើឲ្យមនុស្សយើងមានបញ្ហាសម្ពាធឈាមឬក៏មានបញ្ហាជំងឺទឹកនោមផ្អែមនឹងឯងស្ករគឺជាអ្វីគ្រប់យ៉ាងដែលមនុស្សគ្រប់រូបកាត់បន្ថយនៅក្នុងជីវិតប្រចាំថ្ងៃបើសិនជាចង់រស់នៅក្នុងរូបភាពមួយដែលសុខភាពល្អ